សួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំចង់លើកខ្លះៗទាក់ទងជាមួយនឹងរបររ៉ូស៊ីនៅក្នុងស្រុកខ្មែរយើងបច្ចុប្បន្នភាពនឹងការរ៉ូស៊ីគឺផ្លាស់ប្ដូរច្រើនណា365នៅក្រេហើយផ្លាស់ប្ដូរពីដើមឡើយការរ៉ូស៊ីគឺយើងលក់តាមថ្នល់វាចឹងគេហៅថ្នល់តាមថ្នល់ដូចយើងមើលសម័យដូចជាហាងកុំព្យូទ័រអញ្ចឹងគេលក់តាមផ្លូវសន្ធមុខជាពិសេសពេលដែលយើងត្រូវការលក់យើងត្រូវការទិញ desktop laptop ឬក៏គ្រឿងអេឡិចត្រូនិកអីមួយគឺយើងត្រូវទៅម្ដងហ្នឹងយើងមិនចាំបាច់កសួរអីទេគឺយើងចុះទៅប្រឌិតខ្លួនឯងម្ដងណាហើយអ្នកលក់ភាគច្រើនគេហៅថា family business គាត់អត់ដឹងពី marketing គាត់អត់ដឹងពីរបៀប sell គាត់អត់ដឹងពីការតាក់ទងជជែកអ្នកផ្ដល់ជាកំណត់ផ្ដល់យោបល់គេហៅថា provide the solution ទៅអតិថិជនដែលយើងហៅថា client គឺពិបាកតែបច្ចុប្បន្ននេះការរកស៊ីខុសគ្នាតែម្ដងណាខុសគ្នាយ៉ាងម៉េចពីព្រោះការរកស៊ីបច្ចុប្បន្នគឺវាមានពីរទីមួយគេហៅថាការរកស៊ីលក្ខណៈ family business លក្ខណៈគ្រួសារមានន័យថាគាត់បើកហាងតូបទូចមួយគាត់លក់កុំព្យូទ័រគាត់លក់ laptop អីចឹងទៅណាអញ្ចឹងនឹងហៅថាលក្ខណៈ family business មួយទៀតគេហៅថា enterprise plus ណាឬយើងហៅថាជាលក្ខណៈ national company ឬ international company ដែលមានន័យថាគឺជាក្រុមហ៊ុនដែលផ្ដល់យោបល់សិក្សាប្រឹក្សាណាបច្ចេកវិទ្យាផ្សេងៗពីព្រោះខ្ញុំជាអ្នករៀន IT ហើយខ្ញុំជាក្រុមហ៊ុន provide ផ្នែក solution ទាក់ទងមួយដំណោះស្រាយ IT ក្រុមហ៊ុនរបស់ខ្ញុំគឺជំនាញផ្នែកគេហៅថា spare part ហើយ spare part ហ្នឹងគឺចែកទៀតយើងមិនមែនជាក្រុមហ៊ុនដែល provide spare part ទាក់ទងជាមួយនឹង consumer product ទេពាក្យដែលខ្ញុំនិយាយថា consumer product គឺសំដៅទៅលើដូចជា laptop desktop SSD ទូចៗ memory flash cable keyboard ផ្សេងៗនេះគេហៅថា consumer product ចំពោះខាងខ្ញុំគឺយើងលក់ enterprise spare part គឺយើងសំដៅទៅលើគ្រឿងបន្លាស់របស់សម្ភារៈបច្ចេកវិទ្យាគេហៅថា IT products ដូចជាយើងហៅថា server storage ដែលគេប្រើភាគច្រើនគឺនៅតាម enterprise company ក្រុមហ៊ុនធំណាដូចជាអីខ្លះដូចខាង banking sector ខាង garment factory ខាង hospitality ministry ផ្សេងៗដែលគេមាន data center ធំ data center គឺសំដៅទៅលើកន្លែងដែលគេ stock ទិន្នន័យដូចជា data ឯកសាររបស់ក្រុមហ៊ុនធំដែលមិនអាចបាត់បង់បានដែលគេហៅថា in production go online មានតែប្រើ24/7 24 ម៉ោងគឺអត់មានការ down time មានតែត្រូវការបិទណាអញ្ចឹងវាខុសគ្នាតាមចំណុចហ្នឹងហើយក្រុមហ៊ុនរបស់ខ្ញុំហ្នឹងគឺយើង provide ទាក់ទងទៅលើ spare part ទាំងអស់ហ្នឹងហើយ spare part ទាំងអស់ហ្នឹងសួរថាមានអីខ្លះគឺយើងមានដូចជា RAM សម្រាប់ server ណា hard disk សម្រាប់ server គ្រប់ប្រភេទគ្រប់ model ដូចជាDell Lenovo Huawei Sun Cisco ហើយមាន product ផ្សេងច្រើនទៀតដូចជា HPE គឺ product ទាំងអស់ហើយដែលយើង provide ហើយមិនខ្ញុំចែកជាពីរទាក់ទងជាមួយនឹងការរ៉ូស៊ីនេះគឺយើងមាន consumer និង enterprise ហ្នឹងណាហើយមួយទៀតសំខាន់ហ្នឹងទី2ហ្នឹងគឺការរ៉ូស៊ីវិស័យ IT បច្ចុប្បន្នហ្នឹងគឺមិនមែនតែវិស័យ IT ទេគឺគ្រប់វិស័យណាអាមួយមិញគឺយើងហៅថា family business អាមួយយើងហៅថា enterprise business ណាហើយខ្ញុំចង់បន្ថែមមួយទៀតហ្នឹងគឺទាក់ទងជាមួយនឹងការរស់ស៊ីបច្ចុប្បន្ននេះបើយើងកំសោយទាក់ទងជាមួយនឹងប្រព័ន្ធ social media ណាដូចជា Facebook Telegram YouTube ណាទាំងអស់ហ្នឹងហើយគឺជាឬមួយទៀត TikTok លើក៏គេល្បីដែរណាអញ្ចឹងបើយើងចេះពិតប្រាកដណាគឺល្អមែនទែនហើយបន្ថែមទៅនោះគឺ AI នេះបើសិនជាបងប្អូនក្មេងៗគាត់ព្យាយាមសិក្សាពីឥឡូវទៅហើយគឺមានប្រយោជន៍ច្រើនណាស់អញ្ចឹង social media បច្ចុប្បន្ននេះគឺជាអ្នកបម្រើសម្រាប់ក្រុមហ៊ុនផ្សេងឲ្យអតិថិជនដឹងអតិថិជនតាក់ទងថាយើងធ្វើអីខ្លះយើងលក់អីខ្លះណាយើងផ្ដល់នូវសេវាអីខ្លះគឺយើងបញ្ជូនទៅអតិថិជនតាមរយៈ social media យើងមិនអាចចុះផ្ទាល់ដោយការពីមុននោះទេប៉ុន្តែនៅមានខ្លះដូចជាក្រុមហ៊ុនយើងបច្ចុប្បន្ននេះបើយើងអត់ជួបអតិថិជនមកថាយើងជួបណាត់ជួបធនាគារណាមួយអញ្ចឹងយើងត្រូវតែឲ្យ sale របស់យើងគាត់ contact មានន័យថាតាក់ទងគាត់ដើម្បីយើងណាត់ជួប arrange ណាដើម្បីជួប
អតិថិជនហើយយើងផ្ដល់យោបល់យើងសិក្សាពី solution ពីដំណោះស្រាយផ្សេងៗថាក្រុមហ៊ុនយើងមានផលិតផលអីខ្លះបណ្ដាលអីខ្លះយើង provide solution អីខ្លះណាទាំងអស់ហ្នឹងហើយគឺជាអ្វីដែលយើងតែងតែធ្វើចំពោះ enterprise company ណាហើយចំពោះ consumer ឬក៏ហៅថា family business ហ្នឹងគឺជាទូទៅគឺគេតែងតែយើងជាអតិថិជនគឺយើងត្រូវទៅទិញខ្លួនឯងយើងត្រូវទៅទិញខ្លួនឯងណាមានន័យថាយើងចុះទៅជួប supplier ដោយខ្លួនឯងមិនចាំបាច់ឲ្យយើងទៅ contact ទេណាឥឡូវនេះខ្ញុំដល់កន្លែងកាហ្វេហើយយើងនឹងជួបគ្នាបន្តទៅទៀតហើយយើងនឹងជជែកគ្នាតទៅទៀតព្រោះខ្ញុំត្រូវទៅមើល report ហើយយើងមកតិចទៀតជួបគ្នាទៀតបាទសូមអរគុណខ្ញុំដល់បាច់ជើងអូខេឥឡូវខ្ញុំចេញពីកាហ្វេឥឡូវយើងតសាច់រឿងរបស់យើងទៀតហ្នឹងហើយ website របស់ខ្ញុំហ្នឹងគឺខ្ញុំសំដៅទៅលើ Skill and Wheel ឥឡូវខ្ញុំបញ្យល់ពី Skill and Wheel ដោយសារបទពិសោធន៍របស់ខ្ញុំធ្វើការ20ឆ្នាំជាងនេះផ្នែក marketing sale ហើយវិស័យ IT នេះខ្ញុំចង់បញ្ជាក់ថា Skill and Wheel YouTube របស់ខ្ញុំហ្នឹងមានន័យថាយ៉ាងម៉េចពីព្រោះជាទូទៅបើយើងនិយាយពី skill គឺអ្វីជាជំនាញដែលយើងធ្វើណាហើយយើងត្រូវចេះវាប្រកបហើយយើងប្រកបហើយគឺមានន័យថាយើងមានជំនាញហើយណាហើយយើងធ្វើការងារមួយតែជោគជ័យណាហើយមួយទៀតពាក្យថា wheel គឺវាប្រៀបធៀបដូចជាចំណងចំណូលចិត្តរបស់យើងអញ្ចឹងមានន័យថាយើងការងាររបស់យើងមានបទពិសោធន៍យើងមានជំនាញហើយបើសិនជាយើងមានឆន្ទៈក្នុងការធ្វើទៀត wheel ទៀតការងារនឹងរីកចម្រើនណា wheel នឹងគឺសំដៅទៅលើអ្វីដែលយើងចង់ធ្វើណាចំណងការចង់ណានៅពេលដែលយើងមានបទពិសោធន៍យើងមានជំនាញនេះគឺជំនាញចំអ្វីដែលយើងធ្វើហើយគឺយើងចូលចិត្តនៅពេលដែលយើងចូលចិត្តគឺយើងមោះមុតគឺយើងនឹងជោគជ័យភាគច្រើនបើយើងមើលបច្ចុប្បន្នកាលនេះក្មេងៗដែលគាត់ធ្វើការនៅតាមហាងកាហ្វេហើយក៏រៀនឆ្នាំទី1ទី2អញ្ចឹងគាត់រៀនមកតែគាត់រៀន accountant អញ្ចឹងគាត់ទៅធ្វើកាហ្វេអញ្ចឹងទៅណាហើយក៏រៀនពីផ្នែក IT គាត់ទៅធ្វើការជា sale ឬក៏ជា marketing ណាឬក៏ជាអ្នក delivery អញ្ចឹងទៅព្រោះគាត់ធ្វើខុសជំនាញអញ្ចឹងបងប្អូនសម័យមើលនៅពេលដែលគាត់រៀនឆ្នាំទី1ទី2ហើយគាត់ទៅលក់កាហ្វេហើយគាត់រៀន accountant គាត់រៀន marketing ឬគាត់រៀន design ណាហើយផ្សេងអញ្ចឹងទៅណាតែគាត់ទៅធ្វើអ្នកលក់កាហ្វេភាគច្រើនមើលនៅតាមហាងកាហ្វេសួរគាត់រៀនសាកលឆ្នាំទី1ទី2 accountant គាត់រៀន management ណាគាត់រៀនខាង web developer ខាង developing គាត់រៀនខាង ITE ណាខាង hardware software design website អញ្ចឹងទៅគឺវាអត់ត្រូវជំនាញគាត់ទេអញ្ចឹងស្រាប់តាចប់ឆ្នាំទី4ទៅគឺគាត់ទៅដាក់ពាក្យធ្វើការគាត់អត់មាន experience ផងអត់មាន experience អញ្ចឹងរៀន4ឆ្នាំហ្នឹងគឺនៅពេលដែលគាត់ដាក់ពាក្យធ្វើការដោយគាត់ចាប់ដើមធ្វើការសារឡើងវិញអញ្ចឹងដោយសារគាត់ដើរទឹកដាវខុសហេតុអីខ្ញុំនិយាយថាដើរទឹកដាវខុសពីព្រោះគាត់ទៅធ្វើហាងកាហ្វេហ្នឹងហើយគាត់មិនមែនទៅរៀនជំនាញហើយជំនាញនេះមិនមែនជាអ្វីដែលគាត់ចូលចិត្តទៀតមិនមែនជា wheel ដែលគាត់ចូលចិត្តទៀតអញ្ចឹងវាខុសអញ្ចឹងបើសិនជាងាកមកមើលប្រាក់ខែវិញអញ្ចឹងគាត់ដូច start ថ្មីអញ្ចឹងដូចចាប់ដើមថ្មីអញ្ចឹងប្រាក់ខែគាត់យ៉ាងច្រើន150 200នឹងច្រើនផុតហើយចាប់បញ្ញាបត្រហើយគាត់ត្រូវការពេលវេលាយ៉ាងហោចណាស់ពី3ទៅ4ឆ្នាំដើម្បីចាប់យកជំនាញនឹងឲ្យវាមានថា experience ឲ្យវាមានថាបទពិសោធន៍នៅក្នុងខ្លួននឹងគឺត្រូវការពេលវេលាអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដោតអារម្មណ៍នៅពេលនេះគឺប្រាប់ទៅបងប្អូនក្មេងៗដែលរៀននៅសាកលវិទ្យាល័យណាបងត្រូវចាំថាសាលាគឺជាកន្លែងបណ្ដុះបណ្ដាលណាគឺកន្លែងដែលនាំផ្លូវយើង pass your way មានន័យថាគាត់ផ្ដល់គំនិតឲ្យយើងដឹងថាអ្វីដែលជាជំនាញរបស់យើងប៉ុន្តែគាត់មិនមែនជាអ្នកប្រវាយបទពិសោធន៍ផ្ដល់បទពិសោធន៍ហើយនឹងជំនាញឲ្យយើងទេណាតាមបទពិសោធន៍របស់ខ្ញុំ20ឆ្នាំជាងនេះគឺអ្នកដែលជោគជ័យគឺភាគច្រើនគឺគាត់មកតែគាត់រៀនឆ្នាំទី1ឬក៏ទី2ណាគាត់អាចបដូរវេនទៅរៀនពេលយប់ខ្ញុំមិនមែនថាទាំងអស់គ្នាទេគាត់អាចបដូរវេនទៅរៀនពេលយប់ណាទៅរៀនពេលយប់ទៅហើយគាត់រក company ឬក៏ក្រុមហ៊ុនណាមួយ firm ណាមួយចឹងមក organization ណាមួយមកគាត់ចុះទៅ star ជា internship ជាអីផ្សេងណាហើយយើងចាប់ផ្ដើមចាប់ទៅរៀនអាជំនាញរបស់យើងកុំទៅធ្វើការហាងកាហ្វេអីទោះបីវាអត់មានប្រាក់ខែក៏ដោយគេឲ្យយើង20រៀលអីក៏ដោយណា
ចឹងគឺយើងត្រូវទៅរៀនអ្វីដែលជាចំណេញរបស់យើងហេតុអីបានខ្ញុំថាអញ្ចឹងនៅពីពួកតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំជួយក្មេងៗនៅក្នុងវិស័យIT ឥឡូវខ្ញុំមកដល់កន្លែងយកកូនខ្ញុំឲ្យម្ដាយសុខគាត់ចុះទៅយកកូនណាកូនខ្ញុំរៀននៅសាលា Royal International School ណាយើងតទៀតអញ្ចឹងបើសិនជាគាត់រៀនគាត់ធ្វើការចំជំនាញរបស់គាត់ណាគាត់ធ្វើការចំជំនាញរបស់គាត់ហើយគាត់ចុះ star យើងមិនខ្វល់ថាគេឲ្យលុយប្រមាណទេយើងមិនចាំបាច់គិតរឿងប្រាក់ខែពេកទេក្នុងពេលហ្នឹងពីព្រោះយើងបានការចិញ្ចឹមពីឪពុកម្ដាយរបស់យើងហើយណាត្រូវទេខ្ញុំសុំជួប motion active track face enable ណាអូខេនេះសួរគាត់ Hello មិញជឿចូលមកចូលមកប៉ាប៉ាអូខេប៉ាពុកនិយាយជាមួយបងប្អូនយើងណាគាត់នៅពេលដែលបងប្អូនធ្វើការចំកន្លែងណាមួយមិនបាច់ប្រាក់ខែទេបងប្អូនជឿពូជឿបងទៅណាគឺយើងទៅធ្វើការកន្លែងមួយដែលចំជំនាញរបស់យើងហើយយើងចំណាយពេលយ៉ាងហោចណាស់យើង start ចុះ star ហ្នឹងគឺតាំងពីឆ្នាំទី1ទី2ទី3ទី4បងឯងសម័យមើលតែយើងមានបទពិសោធន៍ប្រហែលណាបទពិសោធន៍ដល់4ឆ្នាំបទពិសោធន៍4ឆ្នាំអញ្ចឹងក្រុមហ៊ុនហ្នឹងទោះបីយ៉ាងណាក៏គេមើលឃើញយើងគេឲ្យយើង150 200ដែរណានៅពេលដែលបងឯងរៀនចប់ឆ្នាំទី4ចប់ហើយសួរអូខេតោះយើង go home នៅពេលដែលបងរៀនចប់ឆ្នាំទី4បងនឹងមានបទពិសោធន៍វាមិនមែនពេញខ្លួនទេយ៉ាងហោចណាស់ក៏20-30% ដែរណាហើយបងក៏អាចធ្វើ CV មួយដែលបង្ហាញពីបទពិសោធន៍និងការងាររបស់យើងអញ្ចឹងអ្នកសម្ភាសជាទូទៅបងចំណាំមើលគេទៅសម្ភាសគេភាគសិនគេសួរយើងទៅបងមានបទពិសោធន៍អីខ្លះបទពិសោធន៍យ៉ាងម៉េចបើបងរៀនជំនាញ IT ហើយបងទៅធ្វើនៅលក់កាហ្វេហ្នឹងអញ្ចឹងហ៊ានឆ្លើយហ៊ានដាក់នៅក្នុង CV ដែរមិនអាចទេត្រូវមិនអាចទេបងរៀនអីគេបងរៀនខាង web developing បងទៅរៀនទៅធ្វើការងារ IT ហ្នឹងទៅធ្វើការងារខាង ITE ហ្នឹងវាស្តៀងគ្នាដែរប៉ុន្តែវាអត់ត្រូវខ្លះមួយ software មួយ hardware ហ្នឹងអញ្ចឹងបងដូចបងនិយាយពីខាងដើមទៅពូនិយាយពីខាងដើមអញ្ចឹងគឺយើងចំណាយពេលវេលាច្រើនណាស់ដើម្បី start មកវិញចូលចាំថាយើងរៀននៅសាកល4ឆ្នាំបានយើងចប់បានបញ្ញាបត្រប៉ុន្តែយើងចប់មកគឺយើងបានទៅទិសដីហ្នឹងយើងអត់បាន real practical in hand អ្វីដែលយើងបានធ្វើផ្ទាល់ប៉ុណ្ណឹងឃើញទេអញ្ចឹងយើងដូច start ឡើងវិញខ្ញុំនិយាយដូច start ឡើងវិញអញ្ចឹងក្រុមហ៊ុនមួយពេលដែលបងដាក់ពាក្យគឺវាអត់សូវជោគជ័យទេដោយសារយើងអត់បត់ពិសោធន៍ហើយខ្ញុំមិនចង់និយាយទេខុសចំណុចខ្លះគឺថាក្មេងដែលទៅសម្ភាសហ្នឹងទៅសម្ភាសខ្លួនទៅទេអាការរៀបចំខ្លួនរៀបចំអីក៏អត់មានដែរដោយសារយើងអត់មានបទពិសោធន៍អត់មានអ្នកប្រាប់ណាជាទូទៅអញ្ចឹងបានថានៅពេលដែលយើងទៅសម្ភាសគឺយើងត្រូវយ៉ាងហោចណាស់យើងស្លៀកពាក់ស្អាតបាតណាស្បែកជើងសក់សម្លៀកបំពាក់យើងណាយ៉ាងហោចណាស់ក៏យើងមានកាន់ដូចជា CV របស់យើងសញ្ញាបត្ររបស់យើងដែលយើងមានទៅឲ្យគេប៉ុន្តែពាក្យច្រើនខ្ញុំ frankly speaking ក្មេងៗឥឡូវនេះដូចជាអត់មានអ្នកណានាំឲ្យសោះហ្មងគាត់ទៅគឺគាត់ដើរខ្លួនទៅទេសក់ក៏មិនសិតផងណាហើយតែភាគច្រើនសួរគាត់ថាបងឯងរៀនអីខ្ញុំរៀន IT ចឹងមិនបងឯងមកដាក់ខាង content ឯងបងឯងរៀន content មិនក៏មិន IT ថាខ្ញុំធ្វើការដើម្បីចម្លងដើម្បីថាមានប្រាក់ខែដើម្បីជួយ sponsor ឬក៏ fund សម្រាប់ការសិក្សារបស់គាត់អត់ត្រូវទេបងណាពីព្រោះបងឯងត្រូវចាំថាបងឯងនៅរៀនឆ្នាំទី1ដល់ឆ្នាំទី4គឺនៅក្នុងបន្ទប់របស់គ្រួសារទេអញ្ចឹងបងឯងធ្វើអ្វីដែលខុសពីជំនាញកុំធ្វើណាបើគ្មានជំនាញទេហើយយើងមិនចូលចិត្តវាទេកុំទៅធ្វើវាមិនជោគជ័យទេវាមិនដែលឃើញអ្នកណារៀន IT ទូបើខាងកាហ្វេហើយជោគជ័យទេអត់ថាយើងបានរៀនលក់កាហ្វេអីដែរយើងរៀនលាយកាហ្វេដែរត្រូវការពេលវេលាដូចយើងរៀននៅសាកលយើងរៀនសារឡើងវិញទាំងអស់អញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំចង់និយាយកន្លែងនេះគឺតេតងមួយ skill and will នេះគឺមានន័យថាបើយើងចង់ឲ្យជោគជ័យគឺយើងត្រូវមាន skill សម្បីតែកាត់សក់ក៏ជា skill ដែរត្រូវទេធ្វើជាងឡានគឺត្រូវការ skill ប្រែថាជំនាញហើយទី2គឺ will នឹងឯង will មានន័យថាចំណងការចូលចិត្តអូខេឥឡូវយើងធ្វើសេចក្តីបញ្ចប់អ្វីដែលយើងបាននិយាយកាលពីលើកមុនតាក់ទងជាមួយនឹងskill and will ដែលយើងចង់សំដៅទៅលើជំនាញហើយនឹងចំណងអញ្ចឹងជាសរុបសេចក្តីមកបើសិនជាយើងធ្វើអ្វីមួយដែលវាមិនមែនជាជំនាញចំណេះ
ការប៉ិនប្រសពជា talent របស់យើងទេយើងនឹងជួបប្រទះបញ្ហាដូច្នេះខ្ញុំសូមណែនាំឲ្យបងប្អូនកុំគិតរឿងចង់បានប្រាក់ខែពេកប្រាក់ខែយើងនិយាយទៅអ្នកណាក៏ចង់បានដែរប៉ុន្តែបងត្រូវគិត long term រយៈពេលយូរណារយៈពេលយូរថាតើយើងធ្វើកាយគេមកថាយើងលក់កាហ្វេឬក៏តាមហាងលក់បាយណាគឺឬតាមរបរអនឡាញផ្សេងហ្នឹងវាបាន profit មកយើងមួយរយៈក៏ពិតមែនប៉ុន្តែបើយើងនិយាយជា long term គឺនៅពេលដែលបងឯងរៀនចប់គឺអត់មានអីសោះនេះហើយយើងកុំបន្ទោសខ្លួនឯងថាយើងរៀនចប់ដល់សាកលវិទ្យាល័យយើងរកការងារបានហើយខ្ញុំតែងតែលើកពាក្យថាក្រុមហ៊ុននេះគេសោកលុយក្រុមហ៊ុននោះណាមានខ្សែបានចូលបានណាវាមិនដែរខ្ញុំមិនដែរមានទេខ្ញុំតាំងពីចេះធ្វើការមកតាំងពីអាយុ25មកគឺខ្ញុំមិនដែរទៅដាក់ពាក្យកន្លែងណាដែលថាគេត្រូវការយើងសោកលុយត្រូវការមានខ្សែមានអីទេប៉ុន្តែបំផុតអាពាក្យអស់ហ្នឹងគឺសម្រាប់តែក្មេងតែគាត់ដាក់ពាក្យទៅគេអត់យកហើយអត់ជោគជ័យអញ្ចឹងខ្មាស់គេខ្មាស់អ្នកផ្ទះខ្មាស់មិត្តភ័ក្តិដែលធ្លាប់ប្រាប់គេថាមិនបានដាក់ពាក្យកន្លែងនោះឲ្យកន្លែងនេះណាអញ្ចឹងគាត់ចេះតែកន្លែងគាត់ចេះតែកុហកគេណាហេតុអីនៅពេលដែលគាត់ទៅដាក់ពាក្យទៅការគឺគាត់អត់ចេះអីដូចខ្ញុំនិយាយពីខាងដើមដល់សម្បីតែការតុបតែងខ្លួនការរៀបចំឯកសារផ្សេងហើយជំនាញដែលយើងមាននឹងទៅធ្វើនឹងគេសួរទៅឆ្លើយមិនត្រូវសម្បីតែ CV នេះមិនដឹងតែធ្វើយ៉ាងម៉េចផងហើយគេយកយើងធ្វើការយ៉ាងម៉េចពីព្រោះក្រុមហ៊ុនមួយគេមិនមែនថាគេចង់បានតម្រឹងមានបទពិសោធន៍ទេប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានមាន basic skill basic knowledge ទាក់ទងមួយជំនាញរបស់យើងខ្លះដែរណាអញ្ចឹងសរុបសេចក្តីមកគឺខ្ញុំចង់ឲ្យបងប្អូនកុំគិតរឿងប្រាក់ខែពេកធ្វើការជំនាញដំបូងគឺយើងត្រូវគិតរឿងបទពិសោធន៍រឿងជំនាញវាដែលជាអនាគតរបស់យើងអញ្ចឹងកុំបន្ទោសថាយើងទៅធ្វើកាហ្វេ3ឆ្នាំហើយយើងចេញមករកធ្វើការងារបានមកពីខ្លួនយើងវាមកពីយើងដោយសារយើងឆាប់ចង់បានណាយើងឆាប់ចង់បានប្រាក់ខែយើងចង់ហឺហាយើងចង់មានលុយចាយតាមរយៈពេលខ្លីនឹង3ឆ្នាំហ្នឹងចុះអា30ឆ្នាំទៅមុខទៀតមែនឯងណាអញ្ចឹងអ្នកខ្លះទៅពេលដែលដាក់ពាក្យកន្លែងណាក៏មិនជាប់កន្លែងណាក៏មិនជាប់មានតែធ្វើអីពីដើមនេះយើងមានដូចជាការរត់ម៉ូតូដប់តែឥឡូវសម្បូរតុកណាធ្វើការសំណង់តាមហាងរត់តុកកាហ្វេណាមានតែប៉ុណ្ណឹងអញ្ចឹងហើយតាំងម៉ែឪគាត់ថាបច្ចុប្បន្ននេះគេគិតទៅខ្សែគេគិតទៅសូប៉ាន់ under table អីហ្នឹងមិនមែនទេមិនមែនជាការពិតទេដោយសារយើងនឹងយើងអត់មានបទពិសោធន៍យើងអត់មានជំនាញយើងច្បាស់លាស់ណាអញ្ចឹង3ដងហើយសរុបសេចក្តីខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតពិចារណាឡើងវិញយើងគួរតែធ្វើអ្វីដែលយើងចូលចិត្តធ្វើអ្វីដែលយើងចង់នោះវានឹងជោគជ័យណាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកអាចជួបគ្នាក្នុងវីដេអូក្រោយអប់រំច្រើនទាក់ទងនឹងផ្នែក sale ណាហើយនឹង soft skill ផ្សេងៗខ្ញុំអាចចែករំលែកបានខ្លះពីព្រោះខ្ញុំមាន real experience ណាខ្ញុំមានបទពិសោធន៍ពិតជាមួយនឹងការលក់ណាការជជែកផ្ដល់យោបល់ consultant provide solution ផ្សេងទាក់ទងជាមួយវិស័យ IT technology ជូនអតិថិជនអញ្ចឹងបងប្អូនគួរតែព្យាយាមស្ដាប់ហើយស្វែងយល់ពូឬក៏បងនឹងព្យាយាមរកវិធីសាស្ត្រចាស់ឬក៏បច្ចេកទេសថ្មីដែលយើងមានបច្ចុប្បន្នភាពបច្ចុប្បន្នកាលនេះពីព្រោះខ្ញុំមានបទពិសោធន៍20ឆ្នាំជាងផ្នែក sale ណាដោយសារខ្ញុំក៏មានជំនាញបានរៀនវិស័យ IT អញ្ចឹងខ្ញុំនឹងមាន topic មួយចំនួនល្អៗទៀតសម្រាប់បងប្អូនយកជាបទពិសោធន៍ណាអញ្ចឹងខ្ញុំសូមអរគុណទាំងអស់គ្នាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗ